បុរសម្នាក់នេះកំពុងតែអង្គុយញ៉ាំអីសុកៗស្រាប់តែមានក្មេងហត់មកវើមកលេងក្បាលតងោរបស់គាត់អង្អែលហើយនិយាយប្រាប់គាត់ថាអើក្បាលស្អាតណាស់លោកពូក៏មានសមត្ថភាពពិសេសដែរត្រូវអត់ប៉ាគាត់ហត់មកក៏សុំទោសលោកពូនឹងដំបងពូនឹងឡើងខឹងដល់ពេលប៉ាបកស្រាយថាសូមអធិស្ឋានផងដោយសារកូនគាត់កើតមហាហិកហើយចាក់គីមីច្រើនដងពេលនេះកូនគាត់គឺតងោគាត់បានលួងលោមកូនថាក្បាលតងោគឺជាសមត្ថភាពពិសេសមួយភាពស្រស់ស្អាតមួយតតែមានសមត្ថភាពពិសេសទើបអាចមានក្បាលតងោនឹងបានគាត់បកស្រាយប្រាប់ហើយលោកពូនឹងក៏ប្រាប់កូននឹងថានេះស្ទាបមើលនេះឃើញទេពីអ្នកយើងមានសមត្ថភាពពិសេសដូចគ្នាទេវតាប្រទានឲ្យយើងមានក្បាលតងោដូចគ្នាប៉ុន្តែនេះជាអាកំបាំងរបស់ពីអ្នកយើងកុំមាត់កុំប្រាប់ណាគេលឺនៅតោះធ្ពួកដៃមួយលោកពូក្បាលតងោនឹងគាត់ចិត្តល្អខ្លាំងមែនតើគាត់ស្ដាប់សាច់រឿងហើយគាត់អាណិតហើយនឹងលើកទឹកចិត្តក្មេងម្នាក់ដែលកើតមហាហិកខ្ញុំពិតជាកោតសរសើរទឹកចិត្តល្អរបស់ពូតងោខ្លាំងមែនតើជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការជ្រូកខ្វៃសម្រាប់កម្មវិធីសែនព្រេនផ្សេងៗ